មូលហេតុបានម្ចាស់ចការគាត់ភ្ជួរដីនៅក្នុងរងចន្ទទីទាំងតែដីចការរបស់គាត់គឺជាប្រភេទដីខ្សាច់បងប្អូនដីខ្សាច់សនេះព្រោះដីខ្សាច់នេះបងប្អូននឹងស្រាប់ហើយគឺជាដីមួយដែលវាឆាប់ខ្សោះទឹកអញ្ចឹងវាមិនមានបញ្ហាទៅនឹងសំណើមខ្ពស់ទេហើយដីខ្សាច់ហ្នឹងក៏បងប្អូននឹងដែរគឺដំណាំគឺពិបាកបើយកសារធាតុចិញ្ចឹមដោយសារគឺវាអស់សារធាតុចិញ្ចឹមលឿនហើយជាដីមួយដែលខ្វះសារធាតុចិញ្ចឹមច្រើនអញ្ចឹងទៅនៅដីខ្សាច់គឺទាមទារបងប្អូនមើលថែការដាក់ជីគល់ហ្នឹងឲ្យបានញឹកញាប់ហើយឲ្យបានច្រើនហើយចការនេះគឺគាត់បានភ្ជួរបែបនេះគឺភ្ជួរផ្ដាច់ឬហើយភ្ជួរសម្រួលដីទៀតប៉ុន្តែកតានឹងគឺកតាមួយឯងកតាមួយទៀតគឺគាត់ចង់ភ្ជួរដើម្បីលុបស្មៅបងប្អូនចូលជន់ស្មៅគឺចេតនារបស់គាត់គឺភ្ជួរដើម្បីជន់ស្មៅហើយក៏ភ្ជួរឲ្យដីឆាប់ស្ងួតដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលដាំដុះស្វាយចន្ទីដែលចង់ធ្វើបច្ចេកទេសដូចគាត់ក៏បានដែរចការរបស់គាត់នៅខាងកំពង់ធំខាងក្រវ៉ាបាក់ស្នានេះបងប្អូននេះមកខាងនេះទៀតនេះគឺគាត់បាញ់ថ្នាំសម្រាប់ស្មៅហើយគាត់ភ្ជួរជន់លុបស្មៅទេបាទកតាដែលងាយស្រួលហ្នឹងគឺនៅពេលដែលយើងចាប់ផ្ដើមប្រមូលផលហ្នឹងគឺងាយស្រួលក្នុងការរើសគ្រាប់ចន្ទីដែរបងប្អូនដោយសារពេលដែលគ្រាប់ចន្ទីជ្រុះទៅគឺយើងអាចទៅឃើញលឿនហើយយើងប្រមូលផលបានស្រួលហើយទៅនឹងបញ្ហាសត្វល្អិតនឹងជំងឺក៏អត់មានដែរស្អីគឺឲ្យវាអត់មានពពួកស្មៅអីនៅខាងក្រោមដែលវាជាចម្រោករបស់សត្វល្អិតនឹងជំងឺអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងបងប្អូនដែលមានបច្ចេកទេសល្អៗសម្រាប់ការធ្វើកសិកម្មទៅលើស្វាយចន្ទីអាចខមមិនចែករំលែកនៅក្នុងវីដេអូនេះបានបាទអញ្ចឹងវីដេអូនេះខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងជួបគ្នានៅក្នុងវីដេអូក្រោយ